អ្នកកំពុងតែស្វែងរក action camera ដែលមានទំហំតូចស្ដើងងាយស្រួលដាក់តាមខ្លួនមានមុខងារឆ្លាតវៃនេះគឺជា action camera ដែលអ្នកមិនគួររំលងមានកម្រិតបង្ហាញ 4K ហើយអាចកាន់ថតបានយ៉ាងងាយស្រួលស័ក្តិសមបំផុតជាមួយនឹង content creator blogger និងអ្នកធ្វើវីដេអូជាច្រើនទៀតដែលបំពាក់មកជាមួយនឹង chip ដែលមានការទប់លំនឹងបានល្អថ្មកាន់បានយូរហើយស័ក្តិសមជាមួយនឹងការប្រើប្រាស់របស់យើងជាប្រចាំថ្ងៃនោះគឺ SJ Cam C400 បើប្រអប់មកយើងទទួលបានជាមួយនឹងកាមេរ៉ា SJ Cam C400 មួយគ្រឿងហើយមានជើងរបស់វាយើងដាក់បញ្ឈរបានហើយមាន stand សម្រាប់ដាក់កាមេរ៉ាបន្ថែមមានខ្សែសម្រាប់យើងពន្យួរឬក៏ពាក់នៅលើកមានថ្នាំការពារមាន case សម្រាប់ការពារទឹកមានសភៅណៃនាំមានកូនកសែងហើយមានខ្សែ Type C សម្រាប់យើងដោតទៅកាន់ទូរស័ព្ទឬក៏ទៅកាន់កាមេរ៉ានេះហើយសម្រាប់កាមេរ៉ានេះគឺ3 in 1តែម្ដងមានន័យថាគឺយើងអាចដកមកថតកាន់តែកាមេរ៉ាសុទ្ធក៏បានយើងដាក់ជើង stand បន្ថែមមកជាមួយដែលជាជើង stand ខ្លីក៏បានយើងដាក់ជើង stand ដែលបន្ថែមមកជាមួយដែលជាជើង stand វែងដែលអាចដាក់នៅលើតុបានអញ្ចឹងវាមាន3ជម្រើសសម្រាប់អ្នកថតគឺងាយស្រួលខ្លាំងមែនតើហើយចំពោះការប្រើប្រាស់វិញគឺថាអត់មានអីពិបាកទេយើងគ្រាន់តែភ្ជាប់កាមេរ៉ាជាមួយនឹងជើង stand របស់វាហើយយើងអាចពង្វល់អេក្រង់របស់វាបានហើយពេលយើងបើកទៅវានឹងចេញឈ្មោះ brand នៅខាងលើហើយរងចាំវាបន្តិចវានឹងចេញកាមេរ៉ាសម្រាប់ការដែលយើងថតព្រោះlens របស់កាមេរ៉ានេះអាចចាប់រូបភាពបានច្បាស់ហើយវាក៏មាន monitor សម្រាប់យើងមើលវីដេអូឬក៏រូបថតដែលយើងបានថតហើយផងដែរហើយនៅក្នុងនោះវាមាន function ជាច្រើនឲ្យយើងជ្រើសរើសដូចជាការភ្ជាប់ Wi-Fi ការ playback វីដេអូមានសំឡេងហើយនឹងមានfunction ជាច្រើនទៀតដែលយើងមិនសូវប្រើនោះទេអញ្ចឹងយើងអាចប្រើប្រាស់ទៅតាមតម្រូវការរបស់យើងប្រចាំថ្ងៃបានហើយយើងក៏មាន mode សម្រាប់ថតផងដែរដូចជាវីដេអូដូចជា photo ហើយនឹងមាន mode ជាច្រើនទៀតដែលនៅក្នុងនេះបានបង្ហាញហើយចំពោះវីដេអូវិញគឺវាអាចថតបាន 4K 30 frame គឺច្បាស់ល្អមែនទែនហើយរូបភាពក៏ដូចគ្នានេះគឺជារូបភាពដែលវាអាចធ្វើបានគឺច្បាស់សាច់ម៉ត់ល្អអត់មានព្រាលទេហើយនេះជាសកម្មភាពនៃការថតវីដេអូមិនថាការជិះកង់ការថតនៅលើឡានក្រុងឬក៏ថតតាមផ្លូវគឺល្អមែនទែនសម្រាប់ការដែលយើងធ្វើដំណើរអញ្ចឹងសរុបមកវិញនេះគឺជា action camera ដែលយើងគួរតែជ្រើសរើសដោយសារវាមានគុណភាពល្អតម្លៃសមរម្យហើយវាល្អសម្រាប់អ្នកដែលចាប់ផ្ដើមធ្វើវីដេអូដំបូងហើយតម្លៃនោះគឺ$199ប៉ុណ្ណោះពីហាងសារិកាដូច្នេះបើសិនជាលោកអ្នកមានចំណាប់អារម្មណ៍សូមទំនាក់ទំនងមកកាន់ page សារិកា Cambodia សូមអរគុណ